ដើម្បីសុវត្ថិភាពនិងភាពងាយស្រួលរបស់កម្មករត្រូវតែស្លៀកសម្លៀកបំពាក់ឲ្យត្រឹមត្រូវមុនពេលធ្វើការនិងរៀបចំឲ្យមានរបៀបរៀបរយបន្ទាប់ពីធ្វើការហើយមុនពេលធ្វើការបាញ់ថ្នាំពុលគួរតែស្លៀកពាក់សម្លៀកបំពាក់ការពារជាពិសេសដូចជាសម្លៀកបំពាក់ការពារម៉ាស់ស្រោមដៃការពារនិងវ៉ែនតាការពារដើម្បីទប់ស្កាត់ការស្រូបចូលរបស់សារធាតុគីមីទៅស្បែកសម្លៀកបំពាក់ការពារគួរតែជ្រើសរើសពីសម្ភារៈដែលងាយស្រួលក្នុងការប្រតិបត្តិសីតុណ្ហភាពនិងបញ្ចេញញើសនៅពេលធ្វើការនៅខាងក្រៅអ្នកអាចការពារជំងឺឆ្លងដែលបណ្ដាលមកពីសត្វល្អិតដោយកាត់បន្ថយការប៉ះពាល់ដល់ស្បែកដោយពាក់មួកកន្សែងកស្រោមដៃវៀងខោអាវវែងស្រោមដៃនិងស្បែកជើងវែងហើយបាញ់ថ្នាំការពារហើយពេលធ្វើការលើជណ្ដើរទៅកន្លែងខ្ពស់ត្រូវប្រាកដថាត្រូវពាក់មួកការពារដើម្បីការពារការបេះទង្គិចក្បាលក្នុងអំឡុងការធ្វើការគួរតែពាក់ស្បែកជើងធ្វើស្រែដែលមានមុខងារទប់ស្កាត់ការអិលដើម្បីជៀសវាងការអិលឬដួលដើម្បីការពារការដាច់មុតឬឆក់អគ្គិសនីវាជាការល្អដែលត្រូវពាក់ស្រោមដៃឬស្រោមដៃសមស្របនឹងគោលការណ៍ដែលត្រូវធ្វើអត់ការត្រួតពិនិត្យនិងថែទាំជាប្រចាំមានសារៈសំខាន់ដោយការស្លៀកពាក់ខោអាវការងារត្រឹមត្រូវដែរនៅពេលដែលការងារនឹងត្រូវបានបញ្ចប់សូមលាងសម្អាតសម្លៀកបំពាក់ការពារដែលបានប្រើរួចស្រោមដៃមួកជាដើមហាលថ្ងៃឲ្យស្ងួតហើយទុកវានៅកន្លែងដែលបានកំណត់ឧបករណ៍និងគ្រឿងចក្ររបស់កសិដ្ឋានក៏ត្រូវតែសម្អាតហើយរៀបចំឲ្យស្អាតសម្រាប់ការប្រើប្រាស់លើកក្រោយផងដែរការស្លៀកពាក់ត្រឹមត្រូវនិងភាពស្អាតបាតគឺជាជំហានដំបូងឆ្ពោះទៅរកការងារកសិកម្មប្រកបដោយសុវត្ថិភាព